សួស្តីអ្នកទាំងអស់គ្នាខ្ញុំជា CIV ថ្ងៃនេះខ្ញុំនឹងមកប្រាប់ពីរបៀបនៃការប្រើប្រាស់ជាមួយនឹង Derma Vacuum V900 Ultra តែដល់ជាមួយនឹងការប្រើប្រាស់គឺអត់ប្របាក់ទេអ្នកទាំងអស់គ្នានៅខាងនៅ session របស់វាហ្នឹងគឺវាមានធុងទឹកនៅខាងក្រោយនេះអានេះគឺគេហៅថាធុងទឹកអញ្ចឹងយើងគ្រាន់តែដកធុងទឹករបស់វាចេញមកអញ្ចឹងកន្លែងនេះគឺជាកន្លែងដែលយើងត្រូវបំពេញទឹកចូលយើងគោះវាបន្តិចមកវាចេញមកហើយអញ្ចឹងដល់កន្លែងនេះគឺយើងចាក់ទឹកចូលបើយើងចង់ដឹងថាវាធំប៉ុណ្ណាគ្រប់ប៉ុណ្ណាយើងអាចមើលកន្លែងនេះបានកន្លែងនេះគឺមាន maximum របស់ទឹកណាអញ្ចឹងទៅពេលដែលយើងដាក់ទឹកហើយយើងបិទវាវិញមកយើងយកវាមកដាក់នៅខាងក្រោយដាក់ក្នុង station របស់វាអូខេប៉ានេះមកអញ្ចឹងតើតង់ជាមួយនឹងម៉ាស៊ីនមួយនេះខ្ញុំនឹងប្រាប់សិននៅខាងក្រោយនេះអ្នកនរគ្នាឃើញទឹកអត់អញ្ចឹងនៅពេលដែលយើងយកទឹកហ្នឹងយកមកដាក់ចូលក្នុងម៉ាស៊ីនរបស់វាអញ្ចឹងនៅពេលដែលម៉ាស៊ីនវាដំណើរការវានឹងចាប់ផ្ដើមបឺតទឹកពីធុងធំនេះយកមកដាក់ធុងតូចនេះដែលនៅជាប់នៅម៉ាស៊ីនអញ្ចឹងកន្លែងនេះទឹកដែលវាបឺតចូលមកអានេះគឺជាទឹកហ្នឹងតែមិនមែនថាយើងធ្វើបំពេញទឹកចូលក្នុងអាហ្នឹងអត់ទេណាគឺយើងដាក់ទឹកនៅក្នុងធុងរបស់វានឹងទេហើយខាងក្រោយនេះសំតខាងមុខនេះគឺជាកន្លែងដែលវាត្រង់ជាមួយនឹងទឹកកខ្វក់អញ្ចឹងទឹកកខ្វក់នេះនៅក្នុងធុងវានេះខាងក្រោមជាទឹកខាងលើជាកាកអញ្ចឹងកាកសំណល់ផ្សេងៗដែលយើងបូមជាមួយនឹងម៉ាស៊ីនហ្នឹងវានឹងបែងចែកជាពីរដំណាក់កាលគឺកាកវានឹងត្រង់ជប់នៅកន្លែងនេះហើយទឹកកខ្វក់វាធ្លាក់ចូលខាងក្រោមនេះអញ្ចឹងដើម្បីប្រើបានគឺយើងយកម៉ាស៊ីនយកមកដាក់ជាមួយនឹង station វាមកហើយយើងដកភ្លើងអញ្ចឹងនៅពេលដែលយើងដើរជាមួយនឹងព្រាភ្លើងតើវាចាប់ផ្ដើមនិយាយជាសំឡេងជូនយើងហើយអញ្ចឹងអ្នកនរគ្នាបើសិនជាបងប្អូនអ្នកគាត់ចេះជាមួយនឹងភាសាអង់គ្លេសគាត់អាចស្ដាប់បានស្ដាប់យល់អញ្ចឹងណាអញ្ចឹងម៉ាស៊ីនមួយនេះវាកំពុងតែសាកថ្មហើយនៅពេលដែលយើងធ្វើការប្រើប្រាស់យើងគ្រាន់តែដកម៉ាស៊ីនចេញមកគឺរួចរាល់ហើយអញ្ចឹងនៅពេលដែលយើងធ្វើការប្រើប្រាស់គឺយើងត្រូវគ្រាន់តែជន់វាបន្តិចមកដើម្បីឲ្យម៉ាស៊ីនហ្នឹងវារៀងហាប់បន្តិចមកនេះប៉ានេះមកហើយយើងចុចសញ្ញាបើកនៅលើនេះអញ្ចឹងយើងចុចឡើងបើកនេះមកហើយនៅលើម៉ាស៊ីនមួយនេះគឺវាមាន function 3 function នេះគឺជា function auto ហើយមួយនេះ function នេះគឺសម្រាប់sell ជាមួយនឹងថ្មនេះគឺ function ដែលយើងប្រើជាមួយនឹងទឹកអីចឹងណាអ្នកនរគ្នាអញ្ចឹងជាទូទៅគឺការប្រើប្រាស់អត់ពិបាកទេយើងអាចប្រើ function auto ក៏បានដែរអានឹងអត់ស្មាំញ៉ាំច្រើនហ្នឹងហើយវាអត់ស្មាំញ៉ាំច្រើនទេអញ្ចឹងទៅដល់ជាមួយនឹងការប្រើប្រាស់គឺបងប្អូនអាចប្រើប្រាស់ជាមួយនឹង function auto បានគឺវាងាយស្រួលសម្រាប់បងប្អូនអរគ្នាមែនតើប៉ុន្តែបើសិនជាបងប្អូនអរគ្នាចង់សេះថ្មវាប្រើបានយូរជាងហ្នឹងគឺយើងអាចប្រើជាមួយនឹង function ទី2 saving mode ហើយទៅដល់ជាមួយនឹងការប្រើប្រាស់គឺមានតែប៉ុណ្្នឹងទេទៅដល់ជាមួយនឹងការ vacuum ហើយជាមួយនឹងប្រើ mop គឺទាំងពីរព្រមគ្នាមានន័យថាទាំងបោះទាំងជួយព្រមគ្នាតែម្ដងអាហ្នឹងអត់ចំណាយពេលវេលាយូរទេអញ្ចឹងខ្ញុំសូមពេលបបឲ្យជាខ្ទង់5នាទីចាស់អញ្ចឹងបន្ទាប់ពីយើងបានសម្អាតជាមួយនឹងទីតាំងរបស់យើងរួចរាល់ហើយគឺយើងនឹងត្រូវយកម៉ាស៊ីនមួយនេះយកមកដាក់ជាមួយនឹង station ដើម្បីវាបោកកណ្ដាលខ្លួនឯងដែលសារតែម៉ាស៊ីនមួយនេះគឺវាងាយស្រួលសង្ខាយើងអត់ត្រូវការចាំបាច់ទៅបោករួចលើរបស់វាទេវានឹងបោកនឹងសម្អាតដោយខ្លួនឯងជាមួយនឹងកម្ដៅអីអញ្ចឹងណាហើយមួយវិញទៀតទៅដល់ជាមួយនឹងការប្រើប្រាស់បើសិនអ្នកនរគ្នាអត់ទាន់បានសម្អាតជាមួយនឹងទឹកធុងទឹកទេយើងអាចប្រើត្រឹមតែក្រោម maximum វាប៉ុណ្នេះបើសិនអ្នកនរគ្នាប្រើទឹកកខ្វក់ហ្នឹងវាច្រាខ្លាំងពេកគឺវានឹងឡូតអាឡាមជាមួយនឹងម៉ាស៊ីនមួយនេះហើយសំទោសវាមិនឡូតអាឡាមអីទេគ្រាន់ថាវាប្រាប់ជាមួយនឹងសញ្ញាអូទៀនសញ្ញាក្រហមនៅលើ display របស់ម៉ាស៊ីនមួយហ្នឹងណាដល់យើងប្រាប់យើងថាវាមានបញ្ហានៅក្នុងកន្លែងណាមួយអញ្ចឹងយើងអាចមើលតាមសញ្ញាហ្នឹងក៏បានឬក៏យើងមើលជាមួយនឹង maximum នៅកន្លែងនេះក៏បានដែរអញ្ចឹងអានេះខ្ញុំអាចសម្អាតហើយខ្ញុំនឹងដាក់ជាមួយដាក់ម៉ាស៊ីននេះចូលក្នុង station វិញនៅពេលអ្នកនរគ្នាយកម៉ាស៊ីននេះទៅដាក់ក្នុង station វានឹងចាប់ផ្ដើមសម្អាតទៅហើយយើងគ្រាន់តែចុចជាមួយនឹង function សម្អាតនៅកន្លែងនេះអញ្ចឹងកន្លែងនេះគឺជាកន្លែងដែលយើងត្រូវការចុចនៅពេលដែលយើងយកម៉ាស៊ីននេះដាក់ក្នុង station ដើម្បីឲ្យវាសម្អាតខ្លួនឯងអញ្ចឹងយកមកដល់ភ្លាមដាក់វាត្រូវកន្លែងកលឹះវានេះមកហើយត្រូវញ៉ាំវាមកបន្តមកទៀតយើងចុចកន្លែងនេះអញ្ចឹងអាសលេងនេះគឺមានន័យថាវាចាប់ផ្ដើមបឺតទឹកហើយវាបឺតពីអាធុងទឹកនេះយកមកដាក់ធុងទឹកនេះអញ្ចឹងវាប្រាប់យើងថាវាកំពុងតែសាក់ថ្មប៉ុន្តែគោលបំណងរបស់យើងគឺនៅពេលដែលយើងសម្អាតហើយគឺយើងត្រូវការវាបោះកណ្ដាលខ្លួនឯងឲ្យទឹកវាផ្អួរឬក៏ធំខ្លួនអញ្ចឹងទេយើងចុចសញ្ញានេះមួយមកអញ្ចឹងយើងត្រូវការប្រើពេល clean វាប្រហែលជាខ្ទង់5នាទីដល់10នាទីតាមជាក់ស្ដែងប៉ុន្តែបើសិនជាសម្រាប់ខ្ញុំហ្មងដោយសារខ្ញុំបោះតែកន្លែងនេះតិចទេអញ្ចឹងវាប្រើពេលយូរទេប៉ុន្តែវាក៏ត្រូវការប្រើតាម
standard របស់វាដែរអញ្ចឹងបន្ទាប់ពីយើងឲ្យវាសម្អាតដោយខ្លួនឯងហើយបោះកណ្ដាលខ្លួនឯងហើយគឺយើងដល់ពេលត្រូវការ check មើលហើយអញ្ចឹងតើតោះជាមួយនឹងការ check អត់ប្រមាថទេបងប្អូនទាំងគ្នាទី1យើងអាចលើម៉ាស៊ីនវាចេញមកអូយ sorry អ្នកគ្នាចឹងសម្រាប់នៅទីតាំងនេះគឺយើងអាចបើកវាចេញបានអញ្ចឹងកន្លែងនេះគឺយើងអាចដោះចេញបានទី1គឺបងប្អូនឃើញអាកន្លែងខ្មៅៗនេះហេសងខាងហ្នឹងណាគឺយើងចុចវាមកគៀននេះមកនេះគៀនចឹងមកហើយយើងដកចេញអញ្ចឹងនេះគឺយើងអាចដកចេញបានហើយបងប្អូនយកនេះទៅសម្អាតក៏បានដែរពេលខ្លះវាអាចនឹងជាប់កាក់សំណល់នៅលើកេមរបស់វានេះគឺយើងអាចសម្អាតឡើងនេះបានហើយ ruler នេះបងប្អូនត្រូវការដោះគឺយើងអាចដោះបានដូចគ្នាដែរនៅខាងមុខនេះគឺងាំមកវាហើយយើងឆ្លេចពីអាក្របពីនេះគឺយើងឆ្លេចចូលគ្នាហើយយើងដោះវាចេញមកយើងអាចដោះចេញបានហើយនេះគឺយើងគ្រាន់តែទាញចេញមកបានហើយអូខេអញ្ចឹងអានេះយើងអាចដោះចេញបានអានេះក៏អាចដោះចេញបានដែរអញ្ចឹងម៉ាស៊ីននៅលើតួក្បាលម៉ាស៊ីននេះគឺយើងអាចដោះចេញបានអូខេបន្តមកទៀតអញ្ចឹងអាធុង base station មួយនេះគឺយើងអាចសម្អាតបានដែរហើយអានេះគឺជា include តែគេឲ្យយើងមកសម្អាតនៅតាមម៉ាស៊ីនអីចឹងកន្លែងក្លូកក្លៀតនេះគឺយើងអាចប្រើប្រាស់បានប៉ុន្តែខ្ញុំអត់ចង់និយាយពីនេះទេគឺយើងចង់និយាយពីបាតវានេះអស់នេះឃើញបាតវារៀងកខិចទេអញ្ចឹងអានេះគឺយើងអាចដោះវាយកទៅសម្អាតបានអានេះយើងអាចទៅយកទៅលាងទឹកលាងអីមកឆ្ងាញ់ហ្មងហើយខាងក្រោមនេះគឺយើងអាចសម្អាតបានដូចគ្នាដែរប៉ុន្តែអានេះអត់ដោះចេញអត់បានទេដោះចេញបានតែក្រោមខាងលើនេះទេចានៅក្នុងធុងទឹកកខ្វក់នេះគឺយើងអាចដោះចេញបានតែនេះឃើញកន្លែងព្រួញសញ្ញាព្រួញទុយមួយនេះហ៎យើងចុចវាមកខាងក្រោមចុចវាមកក្រោមនេះមកហើយយើងប្រើកម្លាំងទាញចេញមកបានហើយអញ្ចឹងយើងต้องជាមួយនឹងការសម្អាតវាយើងគ្រាន់តែដកវាមកបន្តិចៗក៏បានហើយនេះដកវាចេញមកអូខេដកវាចេញមកបានយើងអាចសម្អាតនៅក្នុងនេះក៏យើងអាចសម្អាតចេញបានដែរវាមានឡើងដោះទាំងអស់អញ្ចឹងកន្លែងនេះកន្លែងកាក់សំណល់នេះគឺយើងអាចសម្អាតបានដែរយើងចុចកន្លែងខ្មៅៗនេះមួយនេះគឺយើងចុចវាមកនេះអូខេចុចតែប៉ុណ្នេះគឺយើងអាចសម្អាតបានដូចទលីដូចសក់អីជាប់នេះគឺយើងអាចសម្អាតបានដូចគ្នាដែរតែប៉ុណ្នេះយើងសម្អាតហើយគឺយើងអាចដោះ clean ជាមួយនឹងfilter នៅលើនេះយើងដកទីវាបន្តិចមកអូខេកន្លែងនេះគឺយើងធ្វើការសម្អាតដូចគ្នាដែរអូខេតែប៉ុណ្នេះមកបន្តមកទៀតដល់ពេលយើងសម្អាតហើយយើងគ្រាន់តែយកវាមកដាក់នៅក្នុងនេះហើយយើងរុញចូលយើងចុចកន្លែងនេះបន្តិចមកហើយរុញវាចូលមកគឺរួចរាល់ហើយអញ្ចឹងតើជាមួយនឹងការប្រើប្រាស់ជាមួយនឹងការសម្អាតគឺខ្ញុំបាននិយាយថាច្បាស់នៅក្នុងវីដេអូនេះហើយបើសិនជាបងប្អូនទាំងគ្នាមានចង្អុលត្រង់ចំណុចណាមួយអាច comment នៅខាងក្រោមនេះបានហើយកុំភ្លេចចុច like share comment subscribe ដើម្បីទទួលបានជាមួយនឹងវីដេអូថ្មីៗជួបគ្នានៅវីដេអូក្រោយបាយ